ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញជូនបងប្អូនពីរបៀបធ្វើម្ហូបដ៏ឆ្ងាញ់មួយមុខដែលមានរសជាតិជូរផ្អែមហឹរហើយអាចពិសាជាមួយបាយក៏បានឬញ៉ាំលេងក៏បានគឺញាំត្រួយល្ពៅផ្កាស្នោនិងបង្គាដើម្បីកុំឲ្យបងប្អូនរងចាំយូរតើយើងទៅមើលគ្រឿងផ្សំទាំងអស់គ្នាយើងមានត្រួយល្ពៅស្រស់ដែលបេះយកតែស្លឹកនិងទងខ្ចីត្រួយល្ពៅនេះមានទម្ងន់200ក្រាមហើយយើងក៏មានប្រើផ្កាស្នោដែរដែលមានរសជាតិត្រូវគ្នាជាមួយនឹងត្រួយល្ពៅក្រៅពីនេះយើងនៅមានខ្ទឹមសខ្ទឹមក្រហមនិងម្ទេសស្រស់ចំណែកឯផ្នែកសាច់វិញយើងមានបង្គានិងសាច់ជ្រូកចិញ្ច្រាំក្រៅពីនេះយើងនៅមានគ្រឿងផ្សំរសជាតិមួយចំនួនទៀតដោយសារគ្រឿងផ្សំយើងមានគ្រប់អស់ហើយអញ្ចឹងយើងចាប់ផ្ដើមរៀបចំដោយចាប់ផ្ដើមពីខ្ទឹមក្រហមនិងខ្ទឹមសដែលយើងត្រូវហាន់ចេញជាចំណិតស្ដើងខ្ទឹមសនិងខ្ទឹមក្រហមនេះយើងប្រើរាងច្រើនបន្តិចដើម្បីបង្កើនរសជាតិតែបើសិនជាមិនសូវចូលចិត្តរសជាតិខ្ទឹមបងប្អូនអាចបន្ថយចំនួនឬមិនដាក់តែម្ដងតែបើចូលចិត្តយើងក៏អាចបន្ថែមខ្ទឹមបារាំងបន្តិចបន្តួចទៀតសម្រាប់ខ្ទឹមសមួយមើមនេះយើងដកយកពីកំពឹសចិញ្ច្រាំឲ្យម៉ត់សម្រាប់យកទៅឆាជាមួយនឹងសាច់ចំណែកម្ទេសវិញបើសិនជាមិនសូវជាចូលចិត្តហឹរបងប្អូនអាចប្រើម្ទេសប្រភេទនេះហើយចំនួនតិចឬច្រើនគឺអាចប្រើទៅតាមការចូលចិត្តជាបន្តយើងរៀបចំបង្គាដែលបង្គា6នេះមានទម្ងន់250ក្រាមយើងបកយកសំបកឲ្យស្អាតហើយយើងយកសរសៃខ្នងចេញឲ្យអស់និងនៅពេលបកសំបកបង្គាបងប្អូនអាចទុកកន្ទុយបន្តិចដើម្បីសោភ័ណភាពជាបន្តយើងទៅដាំទឹកសម្រាប់ស្រុះត្រួយល្ពៅនៅពេលដែលទឹកពុះយើងបន្ថែមប្រេងអូលីវកន្លះស្លាបព្រាបាយនិងអំបិល1ចឹបប្រហែលជា 1/4 ស្លាបព្រាកាហ្វេរួចហើយយើងស្រុះត្រួយល្ពៅតែមួយផ្លែតប្រហែលជា1នាទីនិងកុំស្រុះយូរជាងនេះព្រោះអាចធ្វើឲ្យត្រួយល្ពៅឆ្អិនជ្រុលបាត់ភាពស្រួយនិងភាពស្រស់របស់វានៅក្នុងអំឡុងពេលស្រស់យើងឆ្លៀតត្រៀមទឹកកកនៅក្នុងចានដែកមួយទុកត្រាំត្រួយល្ពៅវិធីនេះគឺធ្វើឲ្យត្រួយល្ពៅរបស់យើងឡើងស្រួយនិងមានពណ៌បៃតងស្រស់បានយូរបើសិនជាបងប្អូនមិនមានទឹកកកយើងអាចប្រើទឹកធម្មតាក៏បានមកដល់ត្រឹមនេះយើងត្រូវទុកត្រួយល្ពៅឲ្យបានចុះត្រជាក់ល្អជាមុនសិនអំឡុងពេលរង់ចាំយើងដាក់ខ្ទះមួយឲ្យក្តៅរួចហើយយើងចាក់ប្រេងអូលីវចូលចំនួន1ស្លាបព្រាបាយដើម្បីលីងខ្ទឹមសឲ្យឡើងឈ្ងុយបន្ទាប់ពីខ្ទឹមសឡើងឈ្ងុយល្អហើយយើងចាក់បង្គាចូលឆាជាមួយនឹងសាច់ជ្រូកចិញ្ច្រាំរួចហើយយើងឆាទៅមក2 3ត្រឡប់ទើបយើងបង់គ្រឿងផ្សំរសជាតិដែលមានអំបិល1ចឹបប្រហែលជា 1/4 ស្លាបព្រាកាហ្វេនិងម្សៅស៊ុបចំនួនកន្លះស្លាបព្រាកាហ្វេដើម្បីឲ្យសាច់មានជាតិនិងជាចុងក្រោយបន្ថែមម្រេចកន្លះស្លាបព្រាកាហ្វេដើម្បីឲ្យសាច់របស់យើងមានក្លិនឈ្ងុយនិងកាត់ក្លិនឆ្អាបផងដែរយើងប្រើភ្លើងមធ្យមនៅក្នុងពេលឆាព្រោះកម្ដៅដែលខ្លាំងពេកធ្វើឲ្យសាច់របស់យើងមិនឆ្អិនដល់ខាងក្នុងនិងម្យ៉ាងទៀតបើសិនជាយើងប្រើភ្លើងតិចពេកធ្វើឲ្យសាច់របស់យើងឡើងរឹងនិងមិនមានជាតិបន្ទាប់ពីសាច់ឆាបានឆ្អិនល្អហើយយើងដួសទុកមួយអន្លើសិនរួចហើយយើងចាប់ផ្ដើមធ្វើទឹកស្រូបពីលើញាំដែលគ្រឿងផ្សំសម្រាប់ទឹកញាំនេះគឺយើងមានទឹកក្រូចឆ្មាចំនួន2ស្លាបព្រាបាយទឹកត្រី2ស្លាបព្រាបាយអំបិល1ស្លាបព្រាកាហ្វេម្សៅស៊ុប1ស្លាបព្រាកាហ្វេស្ករស2ស្លាបព្រាបាយរួចហើយយើងបន្ថែមម្ទេសកាត់ខ្ទឹមសនិងខ្ទឹមក្រហមដែលយើងបានកាត់ចេញជាបន្ទះរួចហើយយើងច្របល់គ្រឿងផ្សំនោះចូលគ្នាឲ្យសព្វការលាយទឹកស្រូបញាំនេះជាមុនគឺដើម្បីធ្វើឲ្យខ្ទឹមសនិងខ្ទឹមក្រហមឡើងរាងទ្រោមបន្តិចមុននឹងយកទៅញាំហើយនឹងអាចសាយភាយក្លិនខ្ទឹមមួយចំនួនចេញផងដែរបើបងប្អូនមិនសូវជាចូលចិត្តក្លិនខ្ទឹមដិតសូមកុំរំលងវិធីមួយនេះឥឡូវនេះត្រួយល្ពៅរបស់យើងបានចុះត្រជាក់ហើយដូចនេះយើងស្រង់វាឡើងនិងបងប្អូនកុំភ្លេចត្រូវពូតយកទឹកចេញឲ្យអស់ដើម្បីកុំឲ្យមានជាតិទឹកចូលលាយឡំជាមួយនឹងទឹកស្រូបដែលអាចធ្វើឲ្យបាត់បង់នូវរសជាតិបន្ទាប់ពីពូតបានស្ងួតល្អមែនតើដូចនេះហើយជាបន្តយើងចាប់ផ្ដើមលាយញាំបងប្អូនអាចជ្រើសយកចានធំល្មមកុំឲ្យតូចពេកដើម្បីងាយស្រួលនៅក្នុងការលាយរួចហើយបងប្អូនចាក់ត្រួយល្ពៅចូលរួចយើងបន្ថែមផ្កាស្នោបន្ទាប់មកផ្ទេបង្គានិងសាច់ជ្រូក3ជាន់ដែលយើងបានឆាឆ្អិនរួចចូលទៅជាមួយគ្នាជាចុងក្រោយយើងចាក់ទឹកស្រូបញាំដែលលាយរួចអំបាញ់មិញទៅលាយត្រឡប់ចូលគ្នាឲ្យសព្វហើយយើងអត់លាយឲ្យយូរពេកទេដើម្បីកុំឲ្យផ្កាស្នោរបស់យើងឡើងជាំដោយយើងគ្រាន់តែលាយទៅមកតែមួយសន្ទុះឲ្យចូលសព្វសាច់គ្នាគឺជាការស្រេចនិងកុំភ្លេចភ្លក់មើលរសជាតិប្រៃសាបជូរផ្អែមឲ្យត្រូវមាត់តែប៉ុណ្ណឹងគឺញាំរបស់យើងបានរួចរាល់ហើយមើលទៅទំនងនឹងគួរឲ្យចង់ញ៉ាំមែនតើបងប្អូននៅពេលរៀបចានទទួលទានយើងរៀបសាឡាត់ឬបន្លែស្រស់ដែលចូលចិត្តដែលអាចជាត្រសក់ពេញប៉ោះស្ពៃក្តោបឬបន្លែផ្លូវកង្កែបជាដើមដើម្បីពិសារួមបន្ថែមជាមួយនឹងញាំ
ហើយយើងអាចបន្ថែមសណ្តែកដីលីងនិងល្ងសពីលើបន្ថែមទៀតដើម្បីបង្កើនរសជាតិដោយសារតែញាំនេះគេនិយមទទួលទានត្រជាក់អញ្ចឹងដល់ពេលដែលយើងរៀបចានរួចបងប្អូនអាចយកដាក់ទៅក្នុងទូទឹកកកចន្លោះពីកន្លះម៉ោងទៅ2ម៉ោងដើម្បីឲ្យកាន់តែមានរសជាតិឆ្ងាញ់ដូច្នេះនៅមុនពេលដាក់យើងកុំតន់អារោយសណ្តែកដីឬល្ងសដោយយើងរងចាំរោយនៅពេលទទួលទានវិញដើម្បីកុំឲ្យល្ងសនិងសណ្តែកដីបាត់បង់នូវភាពស្រួយបងប្អូនអាចសាកល្បងធ្វើទៅតាមវិធីនេះគឺមិនខកបំណងទេជាចុងក្រោយបើសិនជាបងប្អូនចូលចិត្តវីដេអូនេះសូមបងប្អូនជួយចុច like share និងកុំភ្លេចជួយចុច subscribe ឲ្យបានច្រើនផងហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលបានចូលរួមចម្អិនជាមួយគ្នានៅក្នុងថ្ងៃនេះហើយយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយសូមអរគុណនិងសូមជម្រាបលា